អ្នកមិនអាចគេចពីពួកយើងទៅណាបានទេអ្នកជាជនរងគ្រោះរបស់ Caponaf កណាត់ព្រៃក្រាស់មួយបរិះម្នាក់រត់គេចពីជីវិតរបស់គាត់អាខូរីនៅពីក្រោយវាក្បាល Sanjay ធ្លាក់ទៅលើដីអាខូរីពីរនាក់មកទីនោះហើយនិយាយថាអ្នកមិនអាចគេចពីពួកយើងទៅណាបានទេអ្នកជាជនរងគ្រោះរបស់ Caponaf របស់ Caponaf ពេលនិយាយបែបនេះគាត់បានចាក់ត្រីសូចូលទ្រូងរបស់ Sanjay ដែលវាភ្ញាក់ពីដំណេកដោយតក់ស្លុតនាងចាប់ផ្ដើមដកដង្ហើមខ្លាំង Sanjayអ្នកនឹងមិនមានអ្វីកើតឡើងទេ Sanjay មួយសន្ទុះក្រោយមក Devia បានគ្រប់គ្រងខ្លួនឯងរួចរាល់ហើយនាងដឹងថាវាជាសុបិនអាក្រក់ Sanjay សូមមកវិញឆាប់ខ្ញុំខ្លាចណាស់នៅទីនេះម្នាក់ឯងទូរស័ព្ទរបស់អ្នកផងបិទតាំងពីម្សិលមិញមកតើអ្នកនៅឯណាអ្នកបានទៅដើរលេងជាមួយមិត្តភ័ក្តិប៉ុន្តែអ្នកគួរតែត្រឡប់មកវិញឥឡូវនេះបន្ទាប់មកកណ្ដឹងទ្វារក៏រត់ Devia គិតថាប្រហែលជា Sanjay បានមកដល់ហើយនាងទៅបើកទ្វារប៉ុន្តែមានតែ Pancake និង Vicky នៅខាងក្រៅដែលជារបស់ Sanjayមិត្តភ័ក្តិ Devia តើអ្នកនៅទីនេះហើយ Sanjay នៅឯណាតើអ្នកកំពុងយកកាបូបមកពីក្រោយឬតើ Sanjay មិនទាន់មកដល់ផ្ទះទេឬយើងគិតថាគាត់បានទៅដល់ផ្ទះហើយនោះហើយជាមូលហេតុដែលយើងមកទីនេះដើម្បីបញ្ជាក់ Devia តើអ្នកកំពុងនិយាយអំពីអ្វី Sanjay គឺអ្នកបានទៅដើរលេងជាមួយអ្នកហើយដូច្នេះហេតុអ្វីបានជាពួកគេចាក់ចេញពីអ្នកពួកគេគួរតែនៅជាមួយអ្នកអត់ទេបើវាគាត់នៅកណ្ដាលគាត់បានចាក់ចេញពីពួកយើងទៅកន្លែងណាមួយយើងគិតថាប្រហែលជាគាត់មកផ្ទះហើយគាត់មិននៅជាមួយយើងទេទូរស័ព្ទរបស់គាត់ក៏បិទដែរនិយាយបែបនេះគាត់អ្នកទាំងពីរបានចាក់ចេញពីទីនោះការភ័យខ្លាចចាប់ផ្ដើមសោយរាជក្នុងចិត្តរបស់ Devia ដំបូងឡើយជាសុបិនដ៏ចម្លែកគួរឲ្យខ្លាចហើយឥឡូវនេះ Sanjay បាត់ខ្លួនបែបនេះ Devia ដោយមិនបានគិតអ្វីសោះនាងក៏ចាក់ចេញទៅវ៉ារ៉ាណាស៊ីទៅដល់ទីនោះនាងបានកប់បន្ទប់សម្រាប់ខ្លួននាងជាមុនសិន Devia បានដាក់អីវ៉ាន់របស់នាងនៅក្នុងបន្ទប់ដាក់ក្នុងនោះហើយក៏ចេញទៅស្វែងរក Sanjay នាងបានទៅផ្សារតូចមួយក្នុងវ៉ារ៉ាណាស៊ីនៅទីនោះនាងបានសួរមនុស្សជាច្រើនអំពី Sanjay ចាប់ផ្ដើមសួរប៉ុន្តែគ្មានអ្នកណាដឹងអ្វីអំពី Sanjay ទេនាងអស់សង្ឃឹមហើយអង្គុយនៅតុមួយបន្ទាប់មក Sanjay នៅពីមុខនាងបានឃើញកំពុងដើរក្នុងសម្លៀកបំពាក់ខ្មៅចម្លែករង្វង់ខ្មៅក្រោមភ្នែកសក់រញ៉េញ៉ៃពុកចង្ការលើមុខដៃនឹងខ្សែដៃរត់រាក់សាក់ Sanjay តើអ្នកកំពុងទៅណា Sanjay ស្ដាប់ខ្ញុំផងឈប់ Devia បានហៅ Sanjay ប៉ុន្តែ Sanjay មិនបាននិយាយអ្វីទាំងអស់មួយសន្ទុះក្រោយមក Sanjay បានបាត់ខ្លួនពីចំពោះមុខ Devia មិនយល់ថាតើអ្វីដែលបានកើតឡើងគឺជាការពិតឬសុបិននាងបានរកមើល Sanjay នៅទូទាំងទីក្រុង Varanasi ពេញមួយថ្ងៃប៉ុន្តែនាងមិនបានទទួលព័ត៌មានណាមួយអំពី Sanjay ទេនាងនៅមាត់ទន្លេអង្គុយយំដោយការរូបថតរបស់ Sanjay តើខ្ញុំគួររកអ្នកនៅណា Sanjay តើខ្ញុំគួររកអ្នកនៅទីក្រុងដែលមិនធ្លាប់ស្គាល់នេះនៅណាភ្លាមនោះមានមកដល់កូនឲ្យមានរឿងអីកើតឡើងហេតុអីក៏យំបានប្រាប់រឿងទាំងមូលទៅតើអ្នកបានដាក់ឈ្មោះអ្នកណាតើអ្នកណាបានមកក្នុងសុបិនរបស់អ្នក Akshire បានដាក់ឈ្មោះ Caponaf បន្ទាប់ពីបានឮឈ្មោះ Caponaf មានការព្រួយបារម្ភដោយឃើញបែបនេះ Devia បានសួរគាត់ពីមូលហេតុនៃការព្រួយបារម្ភកូនប្រុសក្បាលនៀតគឺជាឈ្មោះមួយដែលបានរស់នៅជាច្រើនឆ្នាំមកហើយដែលមិនដែលស្លាប់ដោយលួចព្រលឹងចេញពីរាងកាយមនុស្សហើយរស់នៅក្នុងខ្លួនអស់រាប់ពាន់ឆ្នាំលោកតាបានប្រាប់ថាក្បាលនៀតគឺជាព្រលឹងដែលនៅរស់អស់រយៈពេល700ឆ្នាំកន្លងមកហើយគាត់គ្រាន់តែបដូររូបរាងកាយប៉ុណ្ណោះពីរាងកាយរបស់មនុស្សណាម្នាក់ព្រលឹងចេញមកបញ្ចូលទៅក្នុងខ្លួនគេហើយធ្វើពិធីបូជាសពចាស់នៅយប់ខ្មៅតាមបែបអាខូរីដែលធ្វើឲ្យអំណាចរបស់ពួកគេកើនឡើងច្រើនដងប៉ាតើសានចៃរបស់ខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាខូរីនោះទេអ្វីដែលអ្នកបានប្រាប់ខ្ញុំធ្វើឲ្យខ្ញុំគិតថាប្តីរបស់អ្នកប្រកាសជាមានទំនាក់ទំនងជាមួយកប៉ាល់ណាត់ជួយសង្គ្រោះប្តីខ្ញុំផងយកលោកឪពុកទៅខ្ញុំគ្មានអ្នកណាផ្សេងក្រៅពី Sanjay នៅក្នុងពិភពលោកនេះទេប្រសិនបើអ្នកចង់សង្គ្រោះប្តីរបស់អ្នកត្រូវតែស្វែងរកគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែតើយើងនឹងរកពួកគេនៅណាលោកឪពុក Akshire រស់នៅកន្លែងដែលមិនស្គាល់នៅក្នុងព្រៃជានិច្ចយើងត្រូវតែរកពួកគេនៅក្នុងភាពងឹតនៃព្រៃយើងមានតែយប់នេះទេថ្ងៃស្អែកជាថ្ងៃអាប់ប្រសិនបើយើង Sanjay រហូតដល់ថ្ងៃស្អែកបើសង្គ្រោះមិនបានទេនោះអ្នកនឹងមិនអាចសង្គ្រោះគាត់បានទៀតទេគាត់នឹងក្លាយជាកប៉ាល់ណាត់ជារៀងរហូត Devia នឹងសាជាបេបេជាមួយសហការីមួយចំនួនរបស់ពួកគេពួកបរិសុទ្ធបានធ្វើដំណើរទៅព្រៃភាពស្ងៀមស្ងាត់នៃព្រៃជ្រៅនៅពេលយប់ហាក់ដូចជាធ្វើឲ្យពួកគេដឹងអំពីចម្រៅនៃស្ថានភាពនេះកំពុងតែផ្ដល់ឲ្យភ្លាមនោះពួកគេបានឮសំឡេងនរណាម្នាក់កំពុងសូត្រធម៌យ៉ាងខ្លាំងអំ Panajaya Caponafeswa នៅទីនោះមនុស្សគ្រប់គ្នាបានឃើញថាសាកសពរបស់ Sanjay ត្រូវបានគេដាក់នៅលើដីហើយ Akshire 2នាក់នៅជុំវិញគាត់ហើយកំពុងផ្លុំផេះលើរាងកាយរបស់គាត់មនុស្សគ្រប់គ្នាកំពុងលាក់ខ្លួនមើលភ្លាមនោះសាកសពរបស់ Sanjay ភ្ញាក់ឡើងភ្នែករបស់គាត់ប្រែជាសគាត់បានចង្អុលទៅហើយនិយាយថាភ្ញៀវបានមកដល់ហើយទៅស្វាគមន៍ពួកគេអញ្ជើញពួកគេមកទីនេះ
ទីមើលទៅចេញពីទីនេះទៅខណៈឌីយ៉ានិងសៅបាបាកំពុងចាក់ចេញពួកអាខូរីក៏ចាប់ពួកគេហើយមើលមួយផ្លេតស្រមោល3បានផុសឡើងឆ្ពោះទៅរកអាខូរីឥឡូវនេះពួកគេត្រូវបានឡោមព័ទ្ធពីគ្រប់ទីខ្ញុំខាត់អាខូរីនេះសិនណែរត់គេចពីទីនេះជាមួយសែនជ័យរហូតដល់ពេលនោះប្រសិនបើសែនជ័យមិនត្រូវបានសង្គ្រោះឥឡូវនេះនោះមហន្តរាយនឹងកើតឡើងព្រះសង្ឃបានចោះពួកអាខូរីដោយអំណាចនៃមន្តអាគមរបស់គាត់ទិវានិងអ្នកផ្សេងទៀតបានទៅជួបសែនជ័យសន្លប់នៅទីនោះដេកចុះពួកគេបានលើកសែនជ័យឡើងហើយរត់ចេញពីទីនោះទិវាបាននាំមនុស្សគ្រប់គ្នាទៅបន្ទប់របស់នាងសែនជ័យសន្លប់ឥឡូវនេះខ្ញុំនឹងនាំសែនជ័យចេញពីទីនេះផ្ទះរបស់យើងនៅម៉ាំបេនឹងមិនទុកគាត់ចោលតែម្នាក់ឯងទេគ្មានកូនប្រុសអីទេរហូតតតែយើងដឹងថាតើទំនាក់ទំនងរវាងខាផណាហ្វនិងសែនជ័យនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់តើយើងធ្វើអ្វីបន្ទាប់បាបានឹងធ្វើវាសាបូហ៊ូបានស្រែកធ្ងន់ខ្លះហើយលាភេះនៃដៃរបស់គាត់នៅលើថ្ងាសរបស់សាន់ចាសាន់យ៉ាអាចឮសំឡេងខ្ញុំបានតើអ្នកដឹងទេថាអ្នកជានរណាខ្ញុំគឺជាសាន់ចៃខ្ញុំរស់នៅទីក្រុងបំបីជាមួយប្រពន្ធរបស់គាត់ទេវាលោកសាជូបេបាបានប្រាប់ថាប្រហែលជាសែនជ័យនៅតែត្រូវបានភ្ជាប់យ៉ាងពេញលេញទៅនឹងកាប៉ាដាណាមិនត្រូវបានឆេមនោះហើយជាមូលហេតុដែលគាត់ចាប់ផ្ដើមនិយាយជាមួយពួកយើងសាបូបាបាយ៉ាបានយកផ្កាកូឡាបលួយមួយចេញពីដៃរបស់គាត់ហើយបានស្រែកយំយ៉ាងខ្លាំងឲ្យវាទៅដេវីរក្សាផ្កាកូឡាបនេះឲ្យនៅជាមួយអ្នកយើងត្រូវអនុវត្តយ៉ាយ៉ាដើម្បីរក្សាទុកសានជេរហូតដល់យើងត្រឡប់មកវិញមើលថែសែនជ័យកុំឲ្យគាត់ចេញទៅក្រៅពួកសង្ឃនិងសហគមន៍ផ្សេងទៀតបានចេញទៅក្រៅសែនជ័យដេកសន្លប់លើគ្រែដេវីអង្គុយក្បែរគាត់ដោយយកកៅអីបន្តិចម្ដងដេវីក៏ងុយគេងពេលនោះស្រាប់តែមានអ្វីមួយធ្លាក់មកលើថ្ងាសរបស់គាត់ពេលនាងក្រឡេកមើលនាងឃើញឈាមនៅលើថ្ងាសរបស់នាងមើលទៅខាងលើឃើញសែនជ័យនៅក្នុងឱដានៃខាផណាភ្នែករបស់គាត់ប្រែជាពណ៌ស្មើគាត់ទើបប្រភ័យខ្លាចហើយស្រែកយ៉ាងខ្លាំងជួយផងចេញពីទីនេះទៅពេលនេះរាងកាយរបស់សែនជ័យជារបស់ខ្ញុំសែនជ័យជាប្តីរបស់ខ្ញុំនឹងសង្គ្រោះគាត់ឲ្យបានបើអញ្ចឹងខ្ញុំត្រូវតែកំទេចអ្នកចោលមុនសែនជ័យខណៈបានីធៀបនឹងទៅរកទឹកស្រាប់តែទិបចាប់បានកន្សែងដៃដែលឲ្យមកខ្សែក៏ត្រូវបានគេយកមកដាក់នៅចំពោះមុខខេផណាហ្វហើយនាងចាប់ផ្ដើមសូត្រមន្តមហេដប៉ុន្តែគ្មានប្រយោជន៍អ្វីឡើយខ្សែនោះបានធ្លាក់ចុះហើយវាចាប់ផ្ដើមឆេះខេផណាហ្វហៀបនឹងវីប្រហាដេវីស្រាប់តែមកដល់ហើយដាស់ដេវីឲ្យភ្ញាក់ពីដំណេកដេវីក្រោកឡើងកូនប្រុសដេវីក្រោកឡើងទាំងភ័យខ្លាចតើសែនជ័យនៅឯណាដេវីគាត់ខេផណាហ្វបានមកដល់សែនជ័យទៅយកវាមកជាមួយខ្ញុំយើងមិនមានពេលវេលាច្រើនទេថ្ងៃនេះគឺជាយប់អាម៉ាសាយ៉ាកាប៉ាណាតបានផ្លាស់ប្ដូររាងកាយចាស់របស់គាត់ក្នុងទម្រង់ជាវិធីសាស្ត្ររបស់ហ្វូរីខ្ញុំនឹងដុតបន្ទាប់មកយើងនឹងមិនអាចរក្សាទុកសានជោគបានទេតោះឆ្ពោះទៅរកព្រៃវិញយ៉ាងឆាប់រហ័សមនុស្សគ្រប់គ្នាបានឆ្ពោះទៅរកព្រៃបន្ទាប់មកដេវីបានឃើញថារ៉ាត់រ៉ាក់រ៉ូសេរីពិតជាកំពុងឆេះណាស់នៅពេលដែលគាត់បានឆ្ពោះទៅរកព្រៃគាត់បានឃើញសានជាកំពុងអង្គុយព័ទ្ធជុំវិញដោយជំងឺហាងសមុទ្រនឹងពួកកូរីបានដាក់សាកសពចាស់លើចង្ក្រានដើម្បីដុតតើមានរឿងអ្វីកើតឡើងលោកប៉ាអាកូរីទាំងអស់នេះកំពុងធ្វើពិធីដុតសាកសពចាស់របស់កាផាណាត់យើងត្រូវដុតសាកសពនោះមុនពេលពិធីនេះបញ្ចប់នឹងកើតឡើងនោះហើយជាពេលដែលយើងអាចសង្គ្រោះសានចៃបានដោយសារពិធីនេះមិនទាន់ចប់ព្រលឹងរបស់កាផាណាត់នៅតែជាប់នឹងសាកសពដែលស្លាប់នោះប៉ុន្តែតើយើងនឹងធ្វើយ៉ាងដូចម្តេចខ្ញុំទាញចំណាប់អារម្មណ៍ពីជំងឺអាការីយ៉ូទាំងអស់នេះឆ្ពោះទៅរកខ្លួនឯងអ្នកទៅសម្ងាត់ហើយរកឃើញរាងកាយនោះបានឆាប់ឆេះលោកសាជូបេបាបានតាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសអាស៊ីដេវីបានចូលទៅជិតខាផណាហ្វពីខាងក្រោយព្យាយាមដុតរាងកាយចាស់ប៉ុន្តែសានយ៉ៃបានមកនៅទីនោះហើយបោះអិនឈៀនៅលើអាកាសដោយអំណាចរបស់គាត់ហើយបានបោះនាងនៅលើដីបានឲ្យដេវីរងរបួសក្បាលបន្ទាប់មកសែនយ៉ៃបានដើរទៅរកសាជូបេបានិងសែនយ៉ៃកំពុងប្រើអំណាចរបស់ពួកគេទៅវិញទៅមកពេលនោះដេវីក្រោកឈរដោយគ្រប់គ្រងខ្លួនឯងនាងបានយកពើដែលកំពុងឆេះភ្នែករបស់សែនយ៉ៃបានធ្លាក់ទៅលើដេវីសែនយ៉ៃបានលោតទៅលើអាកាសហើយចាប់ផ្ដើមដើរទៅរកដេវីបានបោះពើទៅលើសាកសពរបស់ខេផណាភ្លាមនៅក្នុងអណ្ដាតភ្លើងនៃភ្លើងកាប៉ាឡាណាថោកំពុងតែប្រែក្លាយទៅជាភេះអាខូរីដែលនៅសល់ក៏បាត់ខ្លួនម្ដងមួយហើយសានចៃក៏ដួលទៅលើដីបន្ទាប់ពីមួយសន្ទុះក្រោយមកពេលសានចៃភ្ញាក់ពីដំណេកគាត់បានជាសះស្បើយទាំងស្រុងហើយអរគុណហើយអ្នកទាំងពីរក៏ចេញដំណើរទៅទីក្រុងម៉ាបៃ